สถานភាពនៅតែតានតឹងកងយុទ្ធពលខេមរៈភូមិន្ទនៃកម្ពុជាបានសម្ដែងនៅការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទាហានថៃចំនួន3នាក់ដែលបានដឹកនាំក្រុមអ្នកជិះកង់ដែលជាជនជាតិថៃប្រមាណជា150នាក់ចូលមកក្នុងបរិវេណប្រាសាទតាម៉ុនធំដោយមិនបានជូនដំណឹងមកភាគីកម្ពុជាជាមុនអ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃទី22ខែមិថុនាឆ្នាំ2025នេះបានលើកឡើងថាកងយុទ្ធពលខេមរៈភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជាសម្ដែងនៅការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី22ខែមិថុនាឆ្នាំ2025វេលាម៉ោងប្រមាណជា7:30នាទីព្រឹកដោយមានសកម្មភាពទាហានថៃចំនួន3នាក់បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ150នាក់ចូលមកក្នុងបរិវេណប្រាសាទតាម៉ុនធំដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុនសកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឲ្យចូលប្រាសាទចាប់ពីម៉ោង9:00នាទីព្រឹកនិងបិទនៅម៉ោង3:00នាទីរសៀលកិច្ចព្រមព្រៀងដដែលនេះក៏បានកំណត់ថាប្រសិនបើមានករណីសុំពន្យាពេលឬការរៀបចំពិសេសណាមួយភាគីទាំងពីរត្រូវតែជូនដំណឹងនិងឯកភាពគ្នាជាមុនដើម្បីធានាបាននៅការសម្របសម្រួលដោយរលូននិងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើងបន្ទាប់ពីប្រទះឃើញស្ថានភាពខុសប្រក្រតីបែបនេះកងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមប្រកបដោយការទទួលខុសត្រូវយោគយល់និងវិជ្ជាជីវៈខ្ពស់ដោយបានរំលឹកភាគីថៃឲ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយជាលទ្ធផលក្រុមអ្នកជិះកង់ជនជាតិថៃទាំងអស់នោះក៏បានចាក់ចេញពីតំបន់ប្រាសាទដោយមិនមានហេតុការណ៍អ្វីកើតឡើងទេកម្ពុជាស្នើឲ្យភាគីថៃប្រកាន់ខ្ជាប់នៅលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់នេះឲ្យបានម៉ឺងម៉ាត់ប្រកបដោយតម្លាភាពនិងភាពស្មោះត្រង់ការអនុលោមតាមកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាការជឿជាក់និងការគោរពគ្នាទៅវិញទៅមកជៀសវាងការយល់ច្រឡំដែលមិនចាំបាច់និងទប់ស្កាត់ឧបទ្ទវហេតុអកុសលទាំងឡាយជាលទ្ធផលដែលភាគីកម្ពុជាមិនចង់ឃើញកងយុទ្ធពលខេមរៈភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់សារជាថ្មីពីការបដិញ្ញាចិត្តមិនងាករេក្នុងការពារបូរណភាពទឹកដីរបស់ខ្លួននិងគ្រប់គ្រងស្ថានភាពនៅប្រាសាទតាម៉ុនធំដោយសន្តិវិធីនិងប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់រាល់វិធានការទាំងឡាយដែលត្រូវបានអនុវត្តគឺសុទ្ធតែស្របតាមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ក្នុងគោលបំណងរក្សាបាននូវបរិយាកាសអំណោយផលដល់សន្តិភាពសន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅតាមតំបន់ព្រំដែនដើម្បីពង្រឹងទំនាក់ទំនងមិត្តជិតខាងល្អនិងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ